ពួកគេគឺជាវ៉ាន់តើកូនទាំងពីរនាក់នេះជានរណាហើយអ្វីបានជាខ្ញុំខ្វល់ពីការហៅអ្នកឡាវចៅខ្ញុំមិនដែលហ៊ានប្រាប់អ្នកទេអ្នកមិនត្រូវបង្កបញ្ហាទេនេះជាកន្លែងដែលខ្ញុំឈរកូនពីរនាក់នៃជីវិតនៅពេលដែលខ្ញុំចាក់ចេញពួកគេទាំងពីរទើបតែចូលរៀននៅសាលាធំសិក្សាយើងបានរៀបការជាច្រើនឆ្នាំមាត់របស់អ្នកគឺដូចគ្នានឹងញើសស្លាប់អំពីបញ្ហានេះមិនមានពាក្យមួយឃ្លាត្រូវបានខកខានឡាវចៅអ្នកភ័យខ្លាចនៅក្នុងចិត្តសួរការបរាជ័យឲ្យបានច្បាស់អំពីការបែងចែកទំនិញត្រឡប់ទៅវិញហើយនឹងទទួលស្គាល់ទោះបីជាអ្នកជាការមានអ្វីកើតឡើងនៅផ្ទះហើយអ្វីបានជាអ្នករត់មកទីនេះដើម្បីធ្វើការមានឧបត្តិហេតុមួយនៅការដ្ឋានសំណង់កាលពីរដូវរងាចំណែកមេការរត់គេចខ្លួនបាត់គ្មានសំណងសម្រាប់ចំណុចមួយគាត់ទៅបាត់ហើយជិត2ឆ្នាំអ្នកទាំងពីររឹងរូសណាស់ទីរោគនេះសម្រាប់កូនពេលថ្ងៃនឹងលាងរថយន្តពេលយប់គេងតិចជាង4ម៉ោងក្នុងមួយថ្ងៃទាំងអស់សម្រាប់កូនតូចរបស់ខ្ញុំគឺជាក្មេងប្រុសល្អតើខ្ញុំមិនបានទុក50,000យន្តមុនពេលខ្ញុំចាក់ចេញទេគ្រប់គ្រាន់សម្រាប់អ្នកក្នុងការចំណាយរហូតដល់អ្នករៀនចប់ហើយនាងខ្ញុំយកលុយទាំងអស់នាងនិយាយថាម្ដាយខ្ញុំបានរត់ចេញបងប្រុសរបស់ខ្ញុំមិនអាចកាន់វាបានទេនាងសន្សំសម្រាប់យើងក្រោយមកយើងបានទៅសុំនាងបានចាក់សោទ្វារមិនព្រមចូលហើយអនុញ្ញាតឲ្យយើងចេញពីផ្ទះចាស់លុយទាំងអស់ត្រូវបានឲ្យបងប្អូនជីដូនមួយរបស់ខ្ញុំសម្រាប់ថ្លៃបណ្ណាការមិនអីទេកូនតូចខ្ញុំថាហេតុអ្វីបានជាខ្ញុំរកមិនឃើញវាប្រែថាស៊ីហ្វូដែលកំពុងរត់ចូលទៅក្នុងទីក្រុងគឺនៅទីនេះនេះមិនមែនជាប្អូនថ្លៃរបស់ខ្ញុំទេស្លៀកពាក់យ៉ាងលយអ្នកធ្វើបានល្អនៅខាងក្រៅខ្ញុំទុកកូនពីរអ្នកចោលហើយរត់ទៅបាត់ពេលនេះហួសពេលត្រូវស្រីអ្នកមានមិនហ្វេងហេតុអ្វីបានជាអ្នកនៅទីនេះហេតុអ្វីបានជាខ្ញុំនៅទីនេះខ្ញុំមកសុំលុយក្មួយប្រុសសត្វតិរច្ឆានទាំងពីរអ្នកនេះស៊ីអាហាររបស់ខ្ញុំហើយរួមឆ្នាំមកហើយខ្ញុំទើបរត់ចេញខ្ញុំមិនបានទទួលមួយកាក់ទេតើខ្ញុំមិនអាចរកវាឃើញទេអ្នកកំពុងនិយាយមិនសមហេតុសោះអ្នកមើលថាយើងនៅពេលណាអ្នកបានយកលុយ50,000យន្តដែលប៉ាខ្ញុំទុកចោលហើយពួកគេបានបណ្ដេញយើងចេញពីផ្ទះចាស់របស់យើងអ្នកនៅតែស្រក់ទឹកភ្នែកបងស្រីច្បងនេះបើមានអ្វីត្រូវនិយាយឲ្យល្អទៅហើយកុំធ្វើចំណាយតូចពិបាកណាស់មែនទេខ្ញុំប្រាប់អ្នក50,000នោះជាអ្វីដែលប៉ាឯងជំពាក់ខ្ញុំគាត់ជំពាក់បំណុលល្បែងជាច្រើននៅទីនោះបើមិនមែនខ្ញុំយកលុយទៅលេងល្បែងក្នុងរោនអ្នកទាំងពីរត្រូវគេកាប់សម្លាប់ជាយូរមកហើយស្ត្រីនេះអ្នកបាននិយាយថាឪពុករបស់គាត់ជំពាក់បំណុលល្បែងតើអ្នកធ្លាប់ខ្ចីអ្វីមកស្ទុះទេអ្នកជាខ្ទឹមបារាំងមួយណានេះជាបញ្ហាគ្រួសាររបស់យើងវាមិនមែនជាវេនរបស់អ្នកដើម្បីតែខ្ញុំជានរណាមិនសំខាន់ទេអ្វីគ្រប់យ៉ាងដែលអ្នកទើបតែនិយាយនឹងក្លាយជាភស្តុតាងរបស់តុលាការការក្លែងបន្លំប្រាក់ឧបត្ថម្ភតូចតាចសង្ស័យបទល្មើសព្រមទណ្ឌតើអ្នកដឹងទេតើអ្នកខ្លាចអ្នកណាខ្ញុំមិនបានបំពេញច្បាប់ទេពួកគេបានរត់ចេញដោយខ្លួនឯងគ្មានអ្នកណានៅទីនោះជាមួយប៉ារបស់អ្នកតើអ្នកអាចក្រោកឈរមើលថែអ្នកបានទេនិយាយថាជើងនឹងជើងមិនល្អខ្ញុំមិនអាចផ្លាស់ទីទៀតទេបន្ទាប់ពីមីងរបស់ខ្ញុំចូលកាន់កាប់ផ្ទះចាស់យាយនឹងផ្លាស់ទៅកន្លែងរបស់គាត់ប្រាប់យើងហើយសូមជូនពរឲ្យអ្នកមានសុភមង្គលច្រើនគ្មានអ្នកណាសួររកសាច់ញាតិផ្សេងទៀតក្នុងឱកាសចូលឆ្នាំចិននោះទេយើងធ្វើការនៅហាងលាងរថយន្តនេះជិត1ឆ្នាំហើយនាងស្នាក់នៅជាមួយខ្ញុំក្នុងឃ្លាំងតូចនោះជារៀងរាល់ថ្ងៃញ៉ាំបាយឬអត់តើអ្នកទាំងពីរល្ងងមែនទេមិនមករកខ្ញុំរឿងធំបែបនេះឪពុករបស់អ្នកបានទៅហេតុអ្វីបានជាអ្នកមិនផ្ញើសម្បត្តិមកខ្ញុំតើថ្ងៃនេះខ្ញុំបានធ្វើអ្វីបងប្រុសរបស់ខ្ញុំនឹងមិនអនុញ្ញាតឲ្យខ្ញុំស្វែងរកអ្នកទេគាត់បាននិយាយថាវាមិនងាយស្រួលទេសម្រាប់ម៉ាក់ក្នុងការរត់ចេញពីផ្ទះនោះអ្នកត្រូវតែរស់នៅក្នុងជីវិតល្អចុះបើគាត់ដេញអ្នកចេញយើងមិនអាចឲ្យអ្នករងទុក្ខទៀតទេក្មេងឈួតពីរនាក់សូម្បីតែកន្លែងដេកក៏គ្មានដែរខ្ញុំនៅតែមានកូនក្តៅនៅពេលខ្ញុំនៅក្មេងអ្វីដែលខ្ញុំកំពុងគិតគឺខ្លាចមានបញ្ហាបាទម៉ាក់កុំរស់នៅជាមួយកូនត្រឡប់មកវិញខ្ញុំគ្រាន់តែមើលថែខ្លួនឯងរួចរត់គេចខ្លួនអ្នកនៅក្នុងផ្ទះនោះអ្វីដែលអ្នកបានរងទុក្ខប៉ុន្មានឆ្នាំមកនេះគឺជាកំហុសរបស់ខ្ញុំទាំងអស់ប្រាប់ម្ដាយការពិតតើអ្នកត្រូវចំណាយប៉ុន្មានដើម្បីទៅសាលារៀនតម្លៃប៉ុន្មានតម្លៃសិក្សាគឺ3,500ជួបផ្ទះដាក់ប្រាក់ចុះមក8,000ទៅ9,000តើពាក្យនេះមានន័យដូចម្ដេចឲ្យខ្ញុំជួយកូនផងអាយុមានច្រើនជាង40,000យន្តនៅក្នុងកាត់នេះពាក្យសម្ងាត់បន្ថែមមួយដុំទៅថ្ងៃកំណើតរបស់អ្នកនិងប្អូនស្រីរបស់អ្នកយកវាទៅបង់ថ្លៃសិក្សាជាមុនសិនរួចទៅរកផ្ទះដែលអាចទទួលមនុស្សបានលុយដែលនៅសល់គឺសម្រាប់អ្នកនិងនាងមនុស្សម្នាក់ទិញសម្លៀកបំពាក់ថ្មី2ឈុតនាងហៅម៉ាក់រាល់យប់ពេលនាងមួយគេងសម្លេងមួយបន្ទាប់ពីមួយផ្សេងទៀតពេលខ្ញុំយល់ដូច្នេះបេះដូងខ្ញុំមានអារម្មណ៍ថាត្រូវគេកាប់ដោយកាំបិតយកនាងហើយទៅនាងដើរតាមខ្ញុំហើយគ្មានទោសសម្រាប់ខ្ញុំធ្វើកិច្ចការផ្ទះទេអាយុនសូមឲ្យម៉ាក់ងាយស្រួលថ្ងៃនេះគឺរំពេចណាស់អ្នកបានឃើញវាផងដែរម៉ាក់នៅតែមានមួយនៅក្នុងពោះខ្ញុំនឹងពិភាក្សាជាមួយពូក្រោយពេលសម្រាប់កូនរួចខ្ញុំច្បាស់ជាទៅយកអ្នកនៅពេលដែលពេលវេលាមកដល់មិនអីទេស្ត្រីនេះយន្តថ្ងៃបានធ្វើការនៅទីនេះរយៈពេល1ឆ្នាំកុំត្អូញត្អែមានពេលមួយដែលគ្រូក្តីរបស់ខ្ញុំឡើងដល់40ដឺក្រេគាត់បានដឹកប្អូនស្រីរបស់គាត់រត់ទៅកាន់មន្ទីរពេទ្យចំនួន4ខ្ញុំមិនបានញ៉ាំអាហារ2ពេលទេខ្ញុំបានសួរថាហេតុអ្វីបានជាអ្នកមិនឃើញនរណាម្នាក់គាត់បាននិយាយថាវាមិនងាយស្រួលទេសម្រាប់ម្ដាយខ្ញុំក្នុងការមានជីវិតល្អខ្ញុំមិនអាចបង្កបញ្ហាដល់នាងបានទេខ្ញុំទើបតែបើកអាជីវកម្មលាងឡានប៉ុន្តែកុមារមិនសមនឹងទទួលឧក្រិដ្ឋកម្មនេះទេឡាវសុននឹងដកសាច់ប្រាក់1លានភ្លាមបញ្ជូនទៅលាងរថយន្តឆេងតុងក្នុងរយៈពេល5នាទីហេតុអ្វីបានជាសិស្សផ្សេងទៀតត្រូវម្ដាយនាំទៅផ្ទះវិញក្រោយពីរៀនខ្ញុំនិងបងប្រុសខ្ញុំអត់មានទេតើយើងទាំងពីរធ្វើអ្វីខុសព្រះចង់ធ្វើការនេះចំពោះយើងម៉ាក់ក៏មិនងាយស្រួលដែរកុំបន្ទោសគាត់ដរាបណានាងអាចបន្តការសិក្សាបានយើងអាចគេងបានគ្រប់ទីកន្លែងខ្ញុំនឹងធ្វើការពី3មុខទៀតនៅពេលអនាគតខ្ញុំប្រកាសជាអាចឆ្លងកាត់ជីវិតបានយើងនឹងមិនមករកអ្នកទៀតទេឈប់សម្រាប់ខ្ញុំយកកាតនោះមកទីនេះអង្គចៅខ្ញុំសន្យាថានឹងសងប្រាក់នេះវិញខ្ញុំពិតជាគ្មានជំរឿទេឥឡូវនេះក្មេងល្មមទៅសាលារៀនខ្ញុំមិនអាចឲ្យគាត់ជាប់នៅទីនេះពេញមួយជីវិតរបស់គាត់បានទេពូគុំខ្មាស់ខ្ញុំអីបងប្រុសអ្វីក៏ដោយដែលអ្នកចង់ឲ្យខ្ញុំធ្វើគឺល្អចាប់ពីពេលនេះទៅលុយទាំងអស់ដែលខ្ញុំរកបាននឹងត្រូវប្រគល់ជូនអ្នកវិញគ្រាន់តែអនុញ្ញាតឲ្យយើងទៅខ្ញុំបានសុំឲ្យអ្នកផ្ដល់កាតឲ្យខ្ញុំឡើងមានភ្លើងក្នុងចិត្តអ្នកតម្រង់មករកខ្ញុំលុយទាំងអស់នៅក្នុងកាតនោះគឺមុនពេលខ្ញុំរៀបការជាមួយអ្នករកបានដោយខ្លួនឯងខ្ញុំមិនមានអ្វីពាក់ព័ន្ធនឹងគ្រួសាររបស់អ្នកទេកូនទាំងពីរនេះជាសាច់ដែលធ្លាក់ពីខ្លួនខ្ញុំអ្វីដែលខ្ញុំជំពាក់គេនឹងមិនត្រូវបានបង់ពេញលេញក្នុងមួយជីវិតនេះទេថ្ងៃនេះឯងត្រូវបញ្ឈប់ខ្ញុំមិនឲ្យជួយគេមិនដេញខ្ញុំចេញមុនពួកគេគឺជាវ៉ាន់ពួកគេគឺជាវ៉ាន់តើមានអ្វីនៅក្នុងចិត្តរបស់អ្នកតើអ្នកគិតថាខ្ញុំបានបិទកាតនេះដោយសារតែខ្ញុំខ្វល់ពីប្រាក់បើអ្នកឲ្យគេរាប់ម៉ឺនយន្តវានឹងក្លាយជារឿងធំទោះបីជាអ្នកឲ្យពួកគេពី100,000នៅតែនៅក្នុង0,000យន្តក៏ដោយអ្វីដែលពួកគេខ្វះខាតបំផុតនៅពេលនេះមិនមែនលុយទេបាទមាននរណាម្នាក់ឈរនៅពីមុខពួកគេប្រាប់ពួកគេឲ្យច្បាស់ចាប់ពីថ្ងៃនេះទៅអ្នកមិនមែនជាកូនដែលគ្មានផ្ទះទេខ្ញុំមិនដែលស្រមៃចង់យកកូនទៅជាមួយទេតើថ្ងៃណាក្នុងរយៈពេល3ឆ្នាំនេះខ្ញុំមិនបានរួចជីវិត
តើខ្ញុំហ៊ាននិយាយទេខ្លាចថាបើខ្ញុំបើកមាត់អ្នកមិនចង់បានខ្ញុំទៀតទេស៊ូដងអានតើខ្ញុំបាននិយាយអ្វីនៅថ្ងៃដែលខ្ញុំបានរៀបការជាមួយអ្នកនៅតែចងចាំមនុស្សដែលខ្ញុំមានយានជ្រើសរើសនឹងត្រូវបានជ្រើសរើសពេញមួយជីវិតរបស់ខ្ញុំនៅពេលដែលអ្នកសោកសៅបំផុតខ្ញុំដឹងទាំងអស់អំពីការមើលតាមរយៈរូបថតរបស់កុមារនៅពាក់កណ្ដាលកូនរបស់អ្នកគឺជាកូនរបស់ខ្ញុំមិនចង់បានពួកគេអ្នកមិនដែលហ៊ាននាំគេមករកខ្ញុំ Margel សាច់ប្រាក់1លានដែលអ្នកចង់បានគឺនៅទីនេះអាសងកន1លាននេះជាអំណោយប្រជុំពីពូជូនអ្នកឡៅហេតុអ្វីបានជាអ្នកផ្ដល់ឲ្យខ្ញុំច្រើនយ៉ាងនេះចាប់ពីថ្ងៃនេះទៅពួកគេរស់នៅក្នុងបន្ទប់ធំជាងគេនៅជាន់ទី3នៃផ្ទះរបស់យើងនោះជាផ្ទះរបស់ពួកគេប្តីគ្មានអ្នកណាជាកូនបង្កើតរបស់អ្នកទេឲ្យលុយគាត់ហើយយកគាត់ទៅផ្ទះតើវាពិតទេជាការពិតណាស់វាជាការពិតអ្នកគឺជាគូស្នេហ៍របស់ខ្ញុំកូនដែលកើតពីអ្នកឈ្មោះស៊ូវ៉ាន់គាត់គឺជាកូនរបស់ខ្ញុំមីងយានពួកគេត្រូវបានឪពុកទុកចោលហើយចាញ់បោកមីងរបស់ពួកគេខ្ញុំនឹងធ្វើយ៉ាងពេញលេញសម្រាប់ការជឿចាប់តែអ្នកបានរំលឹកអ្វីគ្រប់យ៉ាងដែលខ្ញុំផ្ដល់ឲ្យពួកគេគឺល្អបំផុតជាទីស្រឡាញ់ខ្ញុំមិនទទួលស្គាល់វាហើយខ្ញុំខ្វល់កែតអរគុណលោកប៉ាម្ដាយយើងនឹងមានផ្ទះចាប់ពីពេលនេះទៅមែនទេយើងនឹងមិនបែកគ្នាទៀតទេមែនទេត្រឹមត្រូវចាប់ពីពេលនេះទៅអ្នកនឹងមានផ្ទះចាប់ពីពេលនេះទៅសូមរក្សាខ្នងរបស់អ្នកឲ្យត្រង់តោះទៅផ្ទះជាមួយប៉ា